នៅម៉ោង 9 យប់ខ្ញុំទើបតែមកពីរៀនគួរនៅសាលាគ្រាន់តែខ្ញុំមកដល់ភ្លាមក៏មានអារម្មណ៍ថានឿយហត់និងងងុយជាខ្លាំងខ្ញុំមិនទាន់នឹងបានផ្លាស់ខោអាវផងដោយងងុយដេកខ្លាំងពេកខ្ញុំក៏បានដេកលក់បាត់ទៅជាមួយនឹងសម្លេងបំពាក់ជាសិស្សសាលាដោយសារតែការនឿយហត់ក្នុងការរៀនសូត្រពេកខ្ញុំក៏បានដេកលក់យ៉ាងស្រួលខ្ញុំដេកបានតែ 2-3 ម៉ោងក៏បានឮសម្លេងផ្គរជាខ្លាំងក៏មានអារម្មណ៍ថាភ្ញាក់យ៉ាងខ្លាំងក៏បានក្រោកឡើងនៅខាងក្រៅផ្ទះក៏មានភ្នែកបន្ទោនិងផ្គរជាខ្លាំងដោយសារតែសម្លេងផ្គរនោះហើយទើបធ្វើឲ្យខ្ញុំដេកលែងលក់ដោយសារតែខ្ញុំដេកលែងលក់ក៏បានទាញទូរស័ព្ទមកលេងឆាតជាមួយនឹងមិត្តភក្តិចៃដន្យមិត្តភក្តិខ្ញុំវាមិនទាន់ដេកដែរអារ៉ាយើងឮថាប្រហែលថ្ងៃមកនេះមានខ្មោចលងសាហាវណាស់វាតែងតែបន្លំធ្វើជាសម្លេងអ្នកនេះអ្នកនោះហើយអារ៉ាឯងមិនដឹងដែរទេហ្នឹងខ្ញុំមិនជឿមិត្តភក្តិខ្ញុំនិយាយទេដោយសារតាំងពីតូចមកខ្ញុំមិនដែលជឿរឿងនឹងផងហើយក៏មិនដែលត្រូវខ្មោចលងខ្ញុំក៏បានតបទៅវាវិញណែឯងចង់បន្លាចយើងមែននឹងយើងមិនជឿឯងទេខ្ញុំមិនជឿមិត្តភក្តិខ្ញុំទេក៏បានឆាតជាច្រើនទៅកាន់វាចំណែកនៅខាងក្រៅផ្នែកបន្ទោនោះក៏កាន់តែខ្លាំងវារំខានដល់ខ្ញុំខ្លាំងណាស់ចំណែកមិត្តភក្តិខ្ញុំវាតែងតែនិយាយពីរឿងខ្មោចឲ្យខ្ញុំស្ដាប់ហើយវាក៏បានដាស់តឿនខ្ញុំថាអារ៉ាយប់ឡើងបើសិនជាមានឮសម្លេងហៅឯងកុំបើកទ្វារសោះណាបើសិនបើមានសម្លេងមែនឯងកុំបើកទ្វារសោះសម្លេងនោះប្រហែលជាសម្លេងខ្មោចក៏ថាបានខ្ញុំកំពុងតែស្ដាប់មិត្តភក្តិខ្ញុំនិយាយសុកភ្លាមនោះស្រាប់តែលើកកយ៉ាងខ្លាំងយ៉ាងស្ដៀងទៅជួយខ្ញុំភ្ញាក់ជាខ្លាំងដោយសារតែឮសម្លេងរំខានពីខាងក្រៅមិត្តភក្តិខ្ញុំក៏បានសួរអារ៉ាឯងកំពុងធ្វើអីនឹងបានឮសម្លេងខ្លាំងៗមែនហានៅផ្ទះយើងមិនកំពុងតែរកភ្លៀងដោយសារតែរឿងនេះហើយទើបយើងដេកមិនលក់ទើបឆាតជាមួយនឹងឯងហើយការទើបឯងឈប់និយាយរឿងខ្មោចឲ្យយើងស្ដាប់ហាយើងមិនជឿថាមានខ្មោចមានអីទេតាំងពីដើមមកមិនដែលតែខ្មោចលើអីផងណែអារ៉ាឯងធ្លាប់ឮទេចាស់តែងតែនិយាយថាបើមិនជឿកុំប្រមាថខ្ញុំក៏បាននិយាយទៅកាន់វាថាយើងមិនប្រមាថណាអ្វីគ្រាន់តែយើងមិនជឿកំពុងតែនិយាយទូរស័ព្ទខ្ញុំក៏បានឮសម្លេងគោះទ្វារខ្ញុំក៏មិនបានគិតមែនឆ្ងាយក្នុងស្មានតាជាសម្លេងសត្វឆ្មារត់ក៏និយាយទូរស័ព្ទជាមួយនឹងមិត្តភក្តិបន្តទៀតហើយសម្លេងនោះមិត្តភក្តិខ្ញុំក៏វាបានឮផងដែរណែអារ៉ាឮសម្លេងអីគេអត់មាញ់វិញឮតុកតុកហ្នឹងខ្ញុំក៏បានឆ្លើយទៅវាវិញថានេះប្រហែលជាសម្លេងសត្វឆ្មាសត្វអីហ្នឹងមូលហេតុដែលខ្ញុំគិតបែបនេះក៏ព្រោះតែនៅជុំវិញនេះគឺសុទ្ធតែអ្នកចិញ្ចឹមឆ្មាហើយផ្ទះដែលខ្ញុំបាននៅនេះមិនមែនជាផ្ទះខ្ញុំទេគឺជាផ្ទះដែលខ្ញុំបានជួលនៅពេលនោះដែរមិត្តភក្តិខ្ញុំវាក៏បានងងុយដេកវាក៏បានសុំបិទទូរស័ព្ទឈប់និយាយជាមួយនឹងខ្ញុំហើយវាក៏បានដេកបាត់ទៅហើយពេលនោះដែរខ្ញុំក៏បានឮសម្លេងសម្រាប់ជើងដើរទៅមកនៅមុខបន្ទប់ខ្ញុំក៏ស្មានថានេះគឺជាសម្លេងមនុស្សដែលដើរនៅក្បែរនេះក៏ខំប្រឹងដាក់ខ្លួនដេកទៅលើពុកខ្ញុំខំប្រឹងសង្ងំដេកអស់រយៈពេលជាច្រើនតែដេកយ៉ាងណាក៏ដេកមិនលក់ដោយសារតែសម្លេងផ្គរនិងសម្លេងសម្រាប់ជើងនៅពេលនោះខ្ញុំក៏បានក្រោកឡើងអង្គុយខ្ញុំអង្គុយចាំមើលតើសម្លេងនោះគឺជាសម្លេងអ្វីចាំមើលថាតើពេលណាទៅវាបាត់ហើយនៅពេលនោះខ្ញុំក៏បានឮសម្លេងបារម្ភម្នាក់កំពុងតែនិយាយស្រែកហៅមកកាន់ខ្ញុំអារ៉ាឯងបើកទ្វារយើងចូលបន្តិចមើលវិញយើងឯនឹងដេកលួសោះចង់ដេកជាមួយឯងខ្ញុំស្ដាប់ឮហើយក៏មានអារម្មណ៍ថាព្រឺសម្បល់ជាខ្លាំងក៏ព្រោះតែតាំងពីខ្ញុំមកនៅទីនេះមិនដែលមានរឿងចម្លែកអញ្ចឹងកើតឡើងសោះខ្ញុំក៏មានអារម្មណ៍ថាព្រឺសម្បល់ក៏បានព្យាយាមធ្វើឲ្យចិត្តខ្លួនឯងស្ងប់ហើយក៏បានទន្ទិញថានេះគឺជាសម្លេងសត្វឆ្មាខ្ញុំអង្គុយរងចាំអស់រយៈពេលមួយសន្ទុះក៏មានសម្លេងបន្លឺឡើងម្ដងទៀតអារ៉ាបើកទ្វារយើងបន្តិចមើលវិញនៅពេលនោះខ្ញុំក៏បានសម័យនឹកឃើញនៅពេលសម្ដីដែលមិត្តភក្តិខ្ញុំបានប្រាប់អារ៉ាប៉ុន្មានថ្ងៃនេះមានខ្មោចលងច្រើនណាស់វ៉ៃវាតែងតែបន្លឺសម្លេងធ្វើជាសម្លេងអ្នកនេះសម្លេងអ្នកនោះហើយបើឯងឮកុំបើកទ្វារឲ្យសោះណាខ្ញុំនឹកឃើញហើយក៏កាន់តែព្រឺសម្បល់កាន់តែខ្លាំងនៅពេលនោះដែរស្រាប់តែលែងមានសម្លេងអ្វីបែរជាស្ងប់ស្ងាត់ខុសពីធម្មតាទៅវិញហើយនៅពេលដែលស្ងប់ស្ងាត់បែបនេះខ្ញុំក៏មានអារម្មណ៍ថាធូរស្បើយនៅក្នុងចិត្តក៏មិនទៅខ្លាចទៀតតែនៅពេលដែលខ្ញុំកំពុងតែសប្បាយចិត្តស្រាប់តែមានសម្លេងបន្លឺឡើងម្ដងទៀតអារ៉ាយើងនាងណាវ៉ៃសំភួយទៅដល់បន្តិចមើលវ៉ៃនៅពេលនោះខ្ញុំក៏កាន់តែឆ្ងល់ក៏បានសម្រេចចិត្តថាដើរទៅមើលតែខ្ញុំមិនបានបើកទ្វារនោះទេក៏បានលួចមើលតាមរន្ធទ្វារតូចមួយតែក៏មិនបានឃើញនរណាម្នាក់នោះទេខ្ញុំក៏បានដើរមកកន្លែងដេកវិញនៅពេលដែលខ្ញុំដើរទៅដល់ក្រែដេកក៏បានបន្លឺសម្លេងបន្លឺឡើងម្ដងទៀតគូសទ្វារឮសូរតែតុកតែមិនមែនតែជាសម្លេងគូសទ្វារតែមួយនោះទេខ្ញុំក៏បានឮសម្លេងសម្រាប់ជើងផងដែរហើយវាមិនមែនជាតែសម្លេងសម្រាប់ជើងនិងគូសទ្វារទេមានសម្លេងជាច្រើនទៀតដែលបានឮឡើងរញ៉េរញ៉ៃនៅខាងមុខបន្ទប់ខ្ញុំនៅក្នុងចិត្តខ្ញុំកាន់តែព្រឺព្រួយហើយមានអារម្មណ៍ថាភ័យជាខ្លាំងក៏បានសម្រេចចិត្តថាដើរទៅមើលម្ដងទៀត